សូមគោរពនឹងជំរាបសួរបងប្អូនកូនក្មួយទាំងអស់ថ្ងៃនេះមានវេទិកាជាច្រើនខ្លះក៏ផ្លូវការទៅខ្លះក៏មិនផ្លូវការទៅជជែកវែកញែកគ្នាយ៉ាងអ៊ូអរអំពីសាធិការរបស់តុលាការនៅអាមេរិកតាក់ទងទៅនឹងសម្រាប់ថាគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិកហ្នឹងថាបញ្ចប់ឲ្យបន្ថយមកត្រឹម10%ណាហ្នឹងសង្ខេបទៅខ្ញុំក៏អត់បានមើលសាធិការនឹងដែរហើយវាមិនមែនចំណុចសំខាន់ទៅលើសាធិការតុលាការអាមេរិកមានន័យថាម៉េចទេក៏ប៉ុន្តែប្រិយមិត្តបែរជាមានការប្រវែកញែកគ្នាអំពីប្រាក់ដែលប្រធានាធិបតីអាមេរិកបានប្រមូលពីប្រទេសនានាហ្នឹងតើវាគឺជាលុយត្រឹមត្រូវដែរឬទេលុយស្របច្បាប់ដែរទេនៅពេលដែលសាធិការរបស់តុលាការអាមេរិកកំណត់ការយកពន្ធរបស់ទីនិម្តីអាមេរិកដល់លើសលប់នោះវាខុសនឹងច្បាប់អាមេរិកអញ្ចឹងសូមបញ្ជាក់ជូនណាហ្នឹងហើយកូនក្មួយទាំងអស់ពិសេសអ្នកចូលចិត្តវិស័យយុត្តិធម៌ហ្នឹងហើយវិស័យច្បាប់ដ៏ជ្រាលជ្រៅដ៏ក្រៃលែងឃើញការសម្រេចរបស់តុលាការកំពូលមិនដឹងឬតុលាការខាងណានេះខ្ញុំក៏មិនដឹងដែរណាថាតុលាការចុះកំពូលចុះអំពីគោលនយោបាយរបស់ប្រធានាធិបតីតាមហ្នឹងចេះមួយចេះពីរទៅខ្ញុំសូមសរសើរដោយស្មោះថាពិតជាអ្នកស្នេហាប្រព័ន្ធយុត្តិធម៌ដ៏ក្រៃលែងអញ្ចឹងហើយទើបមានការជែកវែកញែកអំពីរឿងលុយកាក់ហ្នឹងតែវារឿងហ្នឹងលុយត្រឹមត្រូវឬក៏មិនត្រឹមត្រូវអញ្ចឹងណាអញ្ចឹងមុននឹងឈានដល់ការធ្វើអត្ថាធិប្បាយរឿងនេះខ្ញុំបាទក៏សូមអភ័យទោសចំពោះមេធាវីក៏ដូចជាអ្នកច្បាប់របស់អាមេរិកកាំងដែលមានបទពិសោធន៍ដ៏យូរណាមិនគួរអីខ្ញុំបាទយកមកវែកញែកបញ្ហាផ្លូវច្បាប់អាមេរិកនៅលើទំព័របណ្ដាញសង្គមប្រព័ន្ធផ្សព្វផ្សាយនេះទេក៏ប៉ុន្តែខ្ញុំក៏មិនអាចនៅស្ងៀមបាននៅពេលដែលប្រជាជាតិទាំងអស់ក្នុងលោកហាក់ដូចជាមិនទាន់យល់អំពីគោលការណ៍ច្បាប់ហើយបង្កើតការសង្ស័យមិនសមទំនងបង្កើតការសង្ស័យផ្ដេសផ្ដាស់ទៅលើប្រព័ន្ធយុត្តិធម៌អាមេរិកអញ្ចឹងណាអញ្ចឹងខ្ញុំសូមធ្វើការបកស្រាយជូនប៉ុន្តែបើសិនមកមានការខ្វះខាតក៏សូមអភ័យទោសទុកជាមុនអញ្ចឹងណាពីព្រោះខ្ញុំក៏មិនបានស៊ីជម្រៅអំពីមិនដែលស្រាវជ្រាវម្ដងណាឡើយតាក់ទងនឹងប្រព័ន្ធយុត្តិធម៌អាមេរិកគឺបានសិក្សាស្រាវជ្រាវតែបន្តិចបន្តួចខ្លះៗការនៅរៀនមហាវិទ្យាល័យប៉ុណ្ណោះតែក្រោយមកពេញការងារគឺមិនទាន់ធ្លាប់ធ្វើជូនទេអញ្ចឹងណាអត់ធ្វើការនៅមហាវិទ្យាល័យអញ្ចឹងណាអញ្ចឹងសង្ខេបមកវិញនៅសាធិការរបស់តុលាការជាអ្វីណាសាធិការរបស់តុលាការបើនៅក្នុងប្រព័ន្ធស្ដេចគេហៅថាការសម្រេចចិត្តរបស់ព្រះរាជាអញ្ចឹងណាបាទតាងនាមព្រះមហាក្សត្រអីចឹងណាហ្នឹងហើយសម្រាប់អីចឹងដែរហើយនៅក្នុងប្រព័ន្ធយុត្តិធម៌បុរាណរបស់យើងដែលនិពន្ធដោយបណ្ឌិតហែលចម្រើនក៏តែងតែមានបង្កប់អត្ថន័យតួអង្គព្រះមហាក្សត្រលោកចូលរួមកាត់ក្តីជាមួយនឹងចៅក្រមដែរពេលខ្លះក៏ជាមួយទៅពេលខ្លះចៅក្រមកាត់មិនកាត់ក៏ព្រះអង្គលោកចូលមកកាត់ក្តីយ៉ាងទៅនេះគឺជាវប្បធម៌មួយនៅក្នុងប្រទេសដែលប្រកាន់លទ្ធិស្ដេចអញ្ចឹងណាបាទប៉ុន្តែប្រទេសខ្លះទោះបីជាប្រទេសលទ្ធិស្ដេចក៏ដោយក៏ប៉ុន្តែដោយសារតែប្រទេសនោះធ្លាប់ឆ្លងកាត់ផ្លាស់ប្ដូរចុះឡើងរវាងរដ្ឋស្ដេចរដ្ឋរាជានិយមទៅជារដ្ឋសាធារណរដ្ឋអញ្ចឹងទៅធ្វើឲ្យប្រព័ន្ធយុត្តិធម៌វាមានលក្ខណៈភ្លោះអញ្ចឹងណាអញ្ចឹងបានជាសង្កេតឃើញថានៅប្រទេសមួយចំនួនការសរសេរសារក្រមគេទៅសេតាំងនាមប្រជារាស្ត្រទៅវិញអញ្ចឹងណាមិនទៅសេតាំងនាមព្រះមហាក្សត្រទេអញ្ចឹងណាជាការនិយាយនេះមិនមែនជារឿងមួយចិត្តថាតែដោយសារយើងមានសិភៅមរតកយុត្តិធម៌របស់បណ្ឌិតផងហើយនឹងការមើលជាក់ស្ដែងតាមសម័យកាលមួយផងអញ្ចឹងណាហ្នឹងហើយអញ្ចឹងលោកគ្រូគាត់រំលឹក
រឿងហ្នឹងឲ្យយល់ខ្លះទេអញ្ចឹងណាឥឡូវយើងចូលការងាររបស់យើងស្ដួចទៅសម្រួចទៅលើការងារយើងវិញម្ដងអញ្ចឹងណាអញ្ចឹងសាធិកាសាលក្រមសាធិកាណារបស់តុលាការគេចាត់ទុកជាការសម្រេចរបស់ព្រះមហាក្សត្រហើយសេចក្តីសម្រេចរបស់ព្រះមហាក្សត្រគឺជាច្បាប់អញ្ចឹងណាបាទអញ្ចឹងនៅពេលសម័យកាលក្រោយៗមកទៀតការបែងចែកអង្គណានៅក្នុងប្រទេសវាមាន3អង្គសំខាន់អង្គនីតិប្រតិបត្តិអង្គនីតិបញ្ញត្តិនិងអង្គតុលាការអញ្ចឹងណាយើងព្រះមហាក្សត្រលោកនៅក្នុងអង្គនីតិប្រតិបត្តិទៅវិញគេហៅថារបបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអញ្ចឹងណាអញ្ចឹងអ្នកខ្លះប្រកាន់របបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអត់ដឹងថាតើព្រះមហាក្សត្រលោកនៅទីណាទេហ្នឹងណាលោកអញ្ជើញមកសភាក្តីលោកអញ្ជើញទៅតុលាការក្តីគេហៅថាតួអង្គអធិបតីអញ្ចឹងណាអធិបតីហ្នឹងជាធំជាការគោរពអញ្ចឹងណាបាទប៉ុន្តែតួអង្គរដ្ឋបាលរបស់ព្រះអង្គគឺនៅណាគឺក្នុងនីតិអង្គនីតិប្រតិបត្តិអញ្ចឹងណាព្រះអង្គក៏ជាប្រតិបត្តិករដែរអញ្ចឹងណាអញ្ចឹងនេះគ្រូវិទ្យាមានទៀតដើម្បីឲ្យមានការកាន់តែយល់ច្បាស់ថែមទៀតអញ្ចឹងណាពីព្រោះมันមានសាស្ត្រាចារ្យណាបញ្យល់យើងអញ្ចឹងទេណាពីព្រោះបើសិនមកមានការបញ្យល់ល្អិតល្អន់ដូចជាលោកគ្រូអញ្ចឹងការបង្រៀនមកតាមមហាវិទ្យាល័យមិនក្រោយទៅព្រោះមេរៀនច្រើនអញ្ចឹងណាវាទាមទារឲ្យសិស្សហ្នឹងត្រូវការស្វែងយល់ដោយខ្លួនឯងបន្តអញ្ចឹងយើងត្រឡប់មករឿងសាធិការរបស់តុលាការវិញសាលក្រមសាធិការបែងចែកជាពីរធំអញ្ចឹងណាបាទសាលក្រមសាធិការមួយប្រភេទតកតនឹងអង្គនីតិរួមក្នុងនោះវាមានរឿងព្រហ្មទណ្ឌរឿងរដ្ឋវិនីរឿងរដ្ឋការងាររឿងស្អីសពបែបយ៉ាងហើយពេលខ្លះក៏មានរឿងយោធាដែរអញ្ចឹងណាបាទអានោះក៏នីតិរួមដែរយុច្បាប់យោធាក៏ជាច្បាប់ហ្នឹងហើយមានរបស់ច្បាប់អន្តរជាតិពាក់ព័ន្ធយោធាទៀតដូចជាពាក់ច្បាប់មនុស្សធម៌អន្តរជាតិដែលយើងតែងតែលើរឿងជំនួសខ្មែរថៃអញ្ចឹងណាហ្នឹងហើយអញ្ចឹងនឹងមួយប្រភេទសារក្រមសន្តិកម្មមួយប្រភេទទៀតដែលគេមានដែលគេកំណត់ថាជាច្បាប់ដែរនោះគឺអង្គគេថាច្បាប់រដ្ឋបាលហ្នឹងណាហ្នឹងហើយអញ្ចឹងយើងសួរថាសារក្រមសន្តិការនៃអង្គនៃប្រភេទសន្តិការពីរហ្នឹងសិទ្ធិច្បាប់ទាំងអស់ប៉ុន្តែមួយណាមានអនុភាពខ្លាំងយ៉ាងហ្នឹងណាបាទអញ្ចឹងសារក្រមពាក់ព័ន្ធនឹងនីតិរដ្ឋបាលសារក្រមរដ្ឋបាលមានទម្ងន់ធ្ងន់ណាស់ធ្ងន់អត់ពីព្រោះវាគឺជាឆ្អឹងខ្នងនៃការសម្រេចការដឹកនាំប្រទេសជាតិមានទម្ងន់ធ្ងន់មែនតើអញ្ចឹងលក្ខខណ្ឌនៃសារក្រមឬក៏សាធិការរដ្ឋបាលមានអនុភាពផ្លូវច្បាប់ធ្ងន់ជាងសារក្រមសន្តិការពាក់ព័ន្ធនឹងនីតិរួមនៅលោកបានលើកឡើងមកញ៉ករដ្ឋបវេនីព្រំតនអញ្ចឹងណាហ្នឹងហើយគឺជាគោលការណ៍ច្បាប់ដែលគោរពគោលការណ៍ប្រតិសកម្មណាខ្លាំងជាងសាធិការនៃនីតិរួមសារក្រមសាធិការនៃនីតិរួមចៅក្រមអាចទៅសេប្រតិសកម្មបានដើម្បីមើលសំណុំរឿងរបស់លោកត្រូវអាណាប្រតិសកម្មអាណាមិនត្រូវប្រតិសកម្មលោកទៅសេអញ្ចឹងណាមិនមានការកំណត់អីដាក់លក្ខខណ្ឌឲ្យចៅក្រមធ្វើទេដុំកំភួនទេប៉ុន្តែសារក្រមសាធិការតេតទៅនឹងនីតិរដ្ឋបាលគឺជាច្បាប់គ្រប់គ្រងប្រទេសអញ្ចឹងសារក្រមសាធិការប្រភេទនេះត្រូវគោរពគោលការណ៍ប្រតិសកម្មយ៉ាងខ្លាំងបំផុតជាអតិបរមាអញ្ចឹងណាជាងសារក្រមសាធិការធម្មតាដែលយើងធ្លាប់ជួបអញ្ចឹងណាអញ្ចឹងត្រឡប់មកវិញអនុភាពនៃសារក្រមសាធិការរដ្ឋបាលពីព្រោះគោលនយោបាយពន្ធរបស់អាមេរិកគឺជាគោលនយោបាយបរដ្ឋាភិបាលបបទីនិតិដីអញ្ចឹងការសម្រេចរបស់តុលាការគឺជាសារក្រមសាធិការពាក់ព័ន្ធនឹងគោលនយោបាយជាតិអញ្ចឹងគេកំណត់ថាសារក្រមសាធិការនោះគឺជាសេចក្តីសម្រេចរដ្ឋបាលមួយអញ្ចឹងគោលការណ៍នេះត្រូវប្រកាន់ខ្ជាប់គោលការណ៍ប្រតិសកម្មជាអាទិភាពអញ្ចឹងតុលាការអាមេរិកមុននឹងចែងចំណុចណាមួយឬមិនចែងចំណុចណាមួយអត់មានភាពស្ពើយស្ពើសម្រាប់យើងទេបើសិនណា
ចំទៅបើសិនបើមានគោលការណ៍បដិសកម្មអញ្ញតកម្មណាមួយដែលកំណត់តុលាការនឹងទៅសេមកប៉ុន្តែបើសិនបើមិនមានទេយើងកុំឆ្ងល់ថាមានភាពសិពិចសិពិលមានភាពភ្លឺស្វាងទៅលើសារក្រមសាធិការរបស់តុលាការឲ្យសោះគឺអនុភាពបដិសកម្មហ្នឹងគឺត្រូវគោរពណាគឺមិនឲ្យមានទេក្នុងច្បាប់នេះគោលការណ៍ច្បាប់ដែលយើងទៅរៀនមហាវិទ្យាល័យប្រទេសពិភពលោកគេប្រាប់យើងអញ្ចឹងគេមិនឲ្យធ្វើច្បាប់ដែលមានអនុភាពត្រឡប់ថយក្រោយទេអញ្ចឹងអំបញ្ញមិញសារក្រមសាធិការពាក់ព័ន្ធទៅនឹងរដ្ឋបាលវាមានអនុភាពទម្ងន់ច្បាប់ធ្ងន់ណាស់វាស្មើនឹងច្បាប់ដែលចេញពីសភាអញ្ចឹងអត់ចាំបាច់ឆ្ងល់ថាតើលុយនឹងជាលុយស្របច្បាប់លុយមិនស្របច្បាប់លុយនឹងមិនលុយនឹងចោះនឹងមកពីយើងគិតអំពីរឿងសេដ្ឋកិច្ចពេកហើយគិតតែពីរឿងរដ្ឋវិន័យរឿងរដ្ឋព្រំតាន់រឿងអីការងាររឿងពាណិជ្ជកម្មព្រោះប៉ុន្តែយើងភ្លេចគិតពីគោលការណ៍រដ្ឋបាលដែលជាទម្ងន់ធ្ងន់ណាដែលយើងមិនគួរឆ្ងល់អញ្ចឹងណាអញ្ចឹងអ្វីដែលលោកគ្រូចង់និយាយប្រហែលជាបានយល់ពួកឯណាអញ្ចឹងសារក្រមរបស់តុលាការអាមេរិកគឺជាសារក្រមរដ្ឋបាលអញ្ចឹងលុយនោះនៅតែជាលុយស្របច្បាប់របស់ប្រធានាធិបតីអាមេរិកដដែលនៅតែប្រធានាធិបតីអាមេរិកនៅតែអាចប្រើប្រាស់លុយនឹងបានក្នុងន័យអីក៏ដោយក្នុងន័យដំណើរការប្រទេសជាតិអាមេរិកអញ្ចឹងណាបាទហើយมันមានភាពប្រតិសកម្មថាលុយនោះទៅជាលុយមិនត្រឹមត្រូវវិញឡើយណាអញ្ចឹងសូមអានេះគំនិតជាគោលការណ៍យុត្តិធម៌ជាគោលការណ៍គតិយុត្តដែលអ្នកប្រាជ្ញពីបុរាណលោកកំណត់មកដែលយើងរៀនរាល់ថ្ងៃនេះគឺអញ្ចឹងហើយយើងសិក្សាអំពីនីតិវិធីនៃការជាសារក្រមមួយក៏យើងឃើញអញ្ចឹងដែរអញ្ចឹងការសន្និដ្ឋានរបស់លោកគ្រូក៏ផ្អែកលើបញ្ហាទាំងនឹងដូចគ្នាប៉ុន្តែខុសត្រង់ថាតើការធ្វើសេចក្តីសន្និដ្ឋានទៅលើរឿងនេះត្រឹមត្រូវឬមិនត្រឹមត្រូវទុកឲ្យតុលាការអាមេរិកជាអ្នកសម្រេចណាជាអ្នកធ្វើសេចក្តីថ្លែងការណ៍ជូនអ្នកសារព័ត៌មានផ្សេងៗទៅណាពុំមានអ្នកឆ្ងល់ច្រើនសម្រាប់លោកគ្រូក៏ជាអ្នកវិភាគទេអត់ចាំបាច់អាងថាត្រូវឬខុសឬក៏យ៉ាងណាទេអញ្ចឹងណាទោះតុលាការអាមេរិកលោកនឹងអាចឆ្លើយនឹងដូចគ្រូអញ្ចឹងខុសគ្នាទេប៉ុន្តែក្រែងលោបទវិធីហ្នឹងវាមានចំណុច1ចំណុច2អីថែមទៀតវគ្គ1វគ្គ2ទៀតយើងក៏មិនបានស៊ីជម្រៅអាចកំបាំងទៅក្នុងប្រទេសជាតិរបស់គេដែរយើងអត់អាចដឹងទេតែយើងនិយាយនេះនិយាយទៅលើអ្វីដែលគេឆ្ងល់ប្រជាជនទូទៅឆ្ងល់ហើយនឹងអ្វីដែលគោលការណ៍ច្បាប់កំណត់អញ្ចឹងណាអញ្ចឹងសរុបមកវិញគោលការណ៍សារក្រមសាធិការរបស់តុលាការអាមេរិកពាក់ព័ន្ធរដ្ឋបាលគឺគេចាត់ទុកជាច្បាប់ដែលមានស្ថានទម្ងន់ធ្ងន់បំផុតណាប្រៀបដូចជាច្បាប់ចេញមកពីសភាអាមេរិកអញ្ចឹងគោលការណ៍នេះមិនអនុញ្ញាតឲ្យមានប្រតិសកម្មទេមានអធិថយក្រោយទេអញ្ចឹងណាអញ្ចឹងលុយរបស់អាមេរិកដែលប្រធានាធិបតីមកបានហ្នឹងនៅតែជាលុយស្របច្បាប់ដដែលណាมันអាចលុយមិនស្របច្បាប់ឲ្យបង្វិលទៅរដ្ឋាភិបាលប្រទេសផ្សេងៗវិញបានទេអត់ឲ្យគុំគិតបែបដូច្នោះវាគឺជារឿងកំ pl ែងទៅហើយហាក់ដូចជាមើលរំលងគោលការណ៍ច្បាប់ហើយចេះតែសម័យទៅតាមចិត្តអ្នកឃើញអញ្ចឹងណាអញ្ចឹងបន្ទាប់ពីវីដេអូនេះបានផ្សព្វផ្សាយជូនទស្សនិកជនក៏ដូចជាអ្នកស្រាវជ្រាវផ្សេងៗក៏ដូចជាពលរដ្ឋអាមេរិកក៏ដូចជាប្រជាជនផ្សេងទៀតដែលបានបងពុនហើយនោះណាគុំមានគិតអ្វីផ្ដេសផ្ដាស់ធ្វើឲ្យរាំងស្ទះអញ្ចឹងណាយើងគួរតែគិតអ្វីដែលតុលាការមានសម្រេចពីថ្ងៃនេះតទៅហ្នឹង10%ហ្នឹងយើងអនុវត្តដែរណាពីព្រោះអាមេរិកពលរដ្ឋអាមេរិកបានផ្ដល់សេចក្តីសង្ឃឹមថ្មីដល់យើងហើយណាយើងឈប់គិតរឿងចាស់តទៅទៀតណាយើងគិតរឿងថ្មីថាអ្វីដែលយើងសន្និការចេញមកនេះបានជួយយឹតយូរពួកយើងទាំងអស់គ្នាជាប្រទេសតូចតាចហ្នឹងដើម្បីបង្កើតផលិតលក់ដូរអីជាមួយអាមេរិកហោះហើរទៅតាមច្បាប់ពាណិជ្ជកម្មរបស់អាមេរិកឬច្បាប់ពាណិជ្ជកម្មអន្តរជាតិដែលមានយុត្តិធម៌មានប៉ុណ្ណឹងទៅគឺចប់ហើយអញ្ចឹងណាអញ្ចឹងបទអត្ថាធិប្បាយពាក់ព័ន្ធទៅនឹងសាធិការរបស់អាមេរិកនេះទីសំទោសតុលាការអាមេរិកនេះសន្មតចាប់ប៉ុណ្ណេះដោយសង្ខេបហើយងាយយល់ណា
សង្ឃឹមថាបងប្អូនគ្រូទាំងអស់ចាប់បានហើយឈប់មានមន្ទិលសង្ស័យទៅលើរឿងនេះទៀតអញ្ចឹងណាអញ្ចឹងបទអត្ថាធិប្បាយរបស់លោកគ្រូសិនមកចប់ប៉ុណ្ណេះសូមអរគុណ